យើងចំណាយពេលវេលានិងលុយកាក់ច្រើនទៅលើរឿងមិនសំខាន់មិនសូវចាំបាច់តែចំណាយលុយនិងពេលវេលាតិចណាស់ទៅលើអ្វីដែលធ្វើឲ្យយើងអាចផ្លាស់ប្ដូរអនាគតយើងឲ្យល្អប្រសើរបានមនុស្សមួយចំនួនចំណាយពេលរាប់ម៉ោងទៅលើបណ្ដាញសង្គមដូចជា Facebook TikTok មើលព័ត៌មានកម្សាន្តឬព័ត៌មានដែលគ្មានប្រយោជន៍មនុស្សមួយចំនួនទៀតចំណាយពេលច្រើនក្នុងការជួបជុំគ្នាលេងកម្សាន្តផឹកស៊ីឬក៏និយាយដើមមនុស្សដទៃដែលគ្មានប្រយោជន៍ឯមួយចំនួនផ្សេងទៀតចំណាយលុយកាក់ច្រើនទៅលើផលិតផលសម្រស់ដែលឆាប់ឃើញលទ្ធផលតែអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរនាពេលអនាគតប៉ុន្តែមានរឿងមួយដែលមនុស្សទាំងអស់នោះភាគច្រើនមិនបានធ្វើគ្រប់គ្រាន់មិនបានចំណាយលុយកាក់និងពេលវេលាគ្រប់គ្រាន់គឺដើម្បីអភិវឌ្ឍខ្លួនឯងអភិវឌ្ឍខួរក្បាលអភិវឌ្ឍជំនាញនិងអភិវឌ្ឍការគិតយើងម្នាក់ចង់បានជីវិតល្អប្រសើរចង់បានលុយច្រើនចង់បានអនាគតល្អប៉ុន្តែសំណួរពិតគឺតើយើងកំពុងធ្វើអ្វីសម្រាប់អនាគតនោះបើយើងចំណាយពេលលើការកម្សាន្តច្រើនជាងការរៀនអនាគតនឹងទៅជាយ៉ាងណាការបន្ធូរអារម្មណ៍ការសប្បាយមិនមែនជាបញ្ហាទេបញ្ហាគឺតុល្យភាពពេលវេលាច្រើនទៅលើអ្វីដែលមិនបង្កើតអនាគតហើយពេលវេលាតិចទៅលើអ្វីដែលចាំបាច់សម្រាប់ឲ្យអនាគតថ្កុំថ្កើងរុងរឿងហើយមនុស្សខ្លះទៀតនោះចំណាយលុយកាក់ទៅលើផលិតផលសម្រស់ដែលឆាប់ឃើញលទ្ធផលភ្លាមប៉ុន្តែมันបានគិតអំពីគ្រោះថ្នាក់នៅពេលក្រោយយើងខ្វល់តែពីរូបកាយខាងក្រៅជាជាងសុខភាពខាងក្នុងហើយនេះគឺជាគ្រោះថ្នាក់បើយើងចំណាយ$100ទៅលើការកម្សាន្តតើយើងចំណាយ$100ទៅលើចំណេះដឹងហើយឬនៅហើយបើយើងចំណាយ5ម៉ោងទៅលើ Facebook TikTok ផ្សេងតើយើងចំណាយ5ម៉ោងទៅលើការរៀនសូត្រហើយឬនៅអនាគតមិនមែនបង្កើតឡើងដោយសំណាងនោះទេវាបង្កើតឡើងដោយការសម្រេចចិត្តរាល់ថ្ងៃពេលវេលាថាមពលដែលយើងជ្រើសរើសប្រើប្រាស់ថ្ងៃនេះអ្នកបានសម្រួលអារម្មណ៍អ្នកបានសប្បាយរួចហើយតែតើអ្នកបានធ្វើអ្វីសម្រាប់អនាគតរបស់អ្នកហើយឬនៅនេះហើយគឺជាការលើកកម្ពស់ផ្នត់គំនិតនៃយើង